សេចក្តីបំភ្លឺព័ត៌មានស្នងការដ្ឋាននគរបាលខេត្តកណ្ដាលករណីបរិសម្នាក់ថាត្រូវជន់សង្ស័យមួយក្រុមប្លន់នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី3ខេត្តកណ្ដាលយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនៅព្រឹកថ្ងៃសុក្រទី14ខែមីនាឆ្នាំ2025នេះឆ្លើយតបជូនសាធារណជនទៅនឹងករណីបរិសម្នាក់ត្រូវបានជន់សង្ស័យមួយក្រុមប្លន់យកប្រាក់ដុល្លារចំនួន$600ប្រាក់រៀលចំនួន160,000រៀលខ្សែកនិងចិញ្ចៀននៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី3ស្ថិតនៅភូមិលេខ5សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាលបន្ទាប់មកត្រូវបានបណ្ដាញសារព័ត៌មានយកមកចុះផ្សាយជាបន្តបន្ទាប់ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាមលោកឧត្តមសេនីយ៍តូឈឿនសុចិត្តស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងសមត្ថកិច្ចមូលដ្ឋានធ្វើការស្រាវជ្រាវករណីនេះបន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បានឲ្យដឹងថាបរិសុទ្ធឈ្មោះសុកមករាបានប្រឌិតរឿងថាមានករណីចោលប្លន់លើខ្លួនហើយមូលហេតុនៃការប្រឌិតរឿងនេះតាមការបំភ្លឺរបស់ឈ្មោះសុកមករាឲ្យដឹងថាមូលហេតុដោយសារខ្លួនបានឈរឈ្មោះជំនួសមិត្តភ័ក្តិបានខ្ចីប្រាក់អង្គការក្នុងរោងចក្រចំនួន$580ហើយមិត្តភ័ក្តិមិនសងអង្គការគេចខ្លួនទៅរស់នៅប្រទេសថៃទើបខ្លួនគ្មានប្រាក់ទើបយកខ្សែកចិញ្ចៀនលក់នៅក្រុងតាខ្មៅបានប្រាក់$400បូកជាមួយប្រាក់បងស្រីចំនួន$200ផ្ញើឲ្យយកទៅបង់ធនាគារយកទៅសងអង្គការរួចនៅថ្ងៃទី11ខែមីនាឆ្នាំ2025វេលាម៉ោង13:00នាទីខ្លួនបានជិះម៉ូតូមករកទិញអីហូបនៅក្រុងតាខ្មៅរហូតដល់ម៉ោង18:50នាទីទើបជិះម៉ូតូតាមផ្លូវក្រវ៉ាត់ក្រុងឆ្ពោះទៅផ្ទះជួលនៅភូមិរិស័យស្រុកឃុំឈើទាលស្រុកគៀនស្វាយវិញក៏ប្រឌិតរឿងភូតកុហកអ្នកសារព័ត៌មានថាមានជនសង្ស័យមួយក្រុមមានគ្នា6នាក់ភេទប្រុសជិះម៉ូតូចំនួន3គ្រឿងនិងអ្នកជិះពីក្រោយបានយកកាំបិតចុងស្រួចមកភ្ជង់ចំក្បាលពោះរបស់ខ្លួនហើយគំរាមឲ្យដកប្រាក់ចេញពីក្នុងកាបូបប្រាក់ដុល្លារចំនួន$600ប្រាក់រៀលចំនួន160,000រៀលដោះខ្សែកនិងចិញ្ចៀនយកទៅឲ្យក្រុមជនសង្ស័យទាំងនោះរួចនាំគ្នាជិះម៉ូតូគេចខ្លួនអស់ប្រកាសមែនបច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី